នេះមកក្មេងមិត្តភ័ក្ដិខ្ញុំគាត់អញ្ជើញមកពីប្រទេសចិនមកលេងស្រុកខ្មែរហើយពួកខ្ញុំក៏អញ្ជើញពួកគាត់មកញ៉ាំបាយផ្ទះខ្ញុំមកពេលសារតកាពីពេលដែលពួកខ្ញុំទៅលេងកងជើលើកមុនពួកគាត់ទទួលខ្ញុំបានល្អមែនតើលើកនេះគាត់មកលេងស្រុកខ្មែរវិញខ្ញុំក៏ត្រូវទទួលវិញដែរហើយមកនឹងគឺចំពេលថ្ងៃចូលឆ្នាំខ្មែរទៀតលោកអើយផ្ទះខ្ញុំរៀបចំតែងឡើងដោយស្រមទី哎呦我的妈！ពួកគាត់ឆ្ងល់ថាទេមិនក៏ផ្ទះខ្ញុំទៅតាំងស្លឹកអីកឆេងកឆាញ់ពេញផ្ទះអញ្ចឹងរត់ដងតាំងអញ្ចឹងដែរមែនខ្ញុំថាអត់ទេយើងតាំងតែពេលចូលឆ្នាំខ្មែរទេចូលឆ្នាំរួចធ្វើចេញហើយណាទៅតាំងអញ្ចឹងពេញផ្ទះមកចេះបីនៃចិនចូលឆ្នាំគេប្រើពណ៌ក្រហមតែស្រុកខ្មែរយើងវិញចូលឆ្នាំយើងតាំងធីងថ្នោតដោយសារតែដើមថ្នោតគឺជាដើមឈើតំណាងជាតិចូលលេងផ្ទះខ្ញុំដូចមកមើលសារមទីមែនបងប្អូនអើយគាត់ឆ្ងល់ទៀតចូលអាឈើនឹងស្អីគេខ្ញុំក៏ប្រាប់ទៅវិញថាអានឹងឡានគោ柳彻ឡានគោហងៃមិនសូវបាននិយាយភាសាចិនផងអញ្ចឹងនិយាយមិនសូវច្បាស់ទេបងប្អូនឥឡូវនេះគាត់ដើរមើលផ្ទះបាយខ្ញុំម្ដងគាត់ថាផ្ទះបាយនៅខ្មែរអញ្ចឹងម៉ែបាយហងៃខ្ញុំមាន3មានផ្ទះបាយទំនើបផ្ទះបាយសើមហើយនិងផ្ទះបាយខ្មែរគាត់ថាអូយនៅស្រុកគាត់អត់មានអញ្ចឹងខ្ញុំថាអត់ខ្ញុំឃើញតាម YouTube ច្បាស់ណាស់នេះស្រុកគាត់ខ្ញុំឃើញគេធ្វើម្ហូបអាផ្ទះធំនេះតាមជនបទគេនៅធ្វើតាក្រោយពីនឹងមកខ្ញុំគាត់មកមើលផ្កាកលាបមើលអីចឹងទៅពូជកលាបដែលខ្ញុំដាំនេះនៅស្រុកចិនក៏មានដែរគេយកទៅធ្វើតែថែរក្សាសម្រស់មើលទៅសម្រាប់ម្ចាស់ផ្ទះទៅដឹងហើយមកឡើងលងចាំងតែមិនមែនដោយសារតែញ៉ាំផ្កាកលាបទេគឺដោយសារតែលាបកូជីឈុតបាត់ចំអាចជ្រួយយើងអ្នកអស់គ្នាគ្មានទៅបានផឹកផ្កាកលាបអីហ្នឹងទេបន្ទាប់មកទៀតខ្ញុំក៏បាននាំគាត់មកមើលរូបអប្សរានិយាយចំទៅមកមើលផ្ទះខ្ញុំគឺគ្រប់ដោយមានគ្រប់យ៉ាងអប្សរារបស់យើងមិនមែនចាក់ពុំទេគឺឆ្លាក់ដោយដៃធ្វើពីថ្មម្សាច់整个石头雕刻的，这个雕刻是的。បន្ទាប់ពីដើរមើលជុំវិញហើយយើងចុះមកដល់ក្នុងផ្ទះមើលរូបថតរូបគនូម្ដងបងប្អូនអើយសរសើរប្តីដែរគាត់ចេះរកនឹកឃើញដាក់តាំងរូបថតពេញផ្ទះមើលទៅដូចស្រាំទីរបស់គាត់មែនចេញពីនឹងមកបានជួបម៉ែសរសើរអ្នកម៉ែខ្ញុំអូយអ្នកម៉ែស្អាតអូថាម៉ែស្អាតខ្លាំងនេះសាច់ម៉ាក់ក្មេងមិត្តភ័ក្ដិឯណាបងប្អូនតែត្រូវគ្នាខ្លាំងណាស់ជាមួយគាត់ដូចមិត្តភ័ក្ដិគ្នាអញ្ចឹងគាត់ចិត្តបានខ្លាំងណាស់បងប្អូនអើយពេលពួកខ្ញុំទៅលេងចិនមើលថែពួកខ្ញុំខ្លាំងពីនឹងមកកូនរបស់ពួកគាត់ដើរមើលសួនបន្លែនៅគិនផ្ទះដែលម្ដាយក្មេងខ្ញុំដាំបាច់សួរឈ្មោះទេលោកអើយកូនភាសាហ្នឹងមិនដឹងថាដើមអីគេខ្លះទេបានឃើញពួកគាត់សប្បាយចិត្តថតរូបថតអីផ្ញើទៅឲ្យមិត្តភ័ក្ដិរបស់គាត់នៅចិនមើលអីអញ្ចឹងណាបន្ទាប់មកក៏បង្ហាញពីចម្លាក់ឈើខ្លះនៅក្នុងផ្ទះនៅក្រោមខ្ញុំអត់សូវមានតាំងឈើតែនៅបន្ទប់ខាងលើគឺមានឈើច្រើនពួកគាត់នៅស្រុកចិនឃើញថ្មឃើញអីមិនសូវម៉ានទេតែបើថាឃើញឈើវិញបងប្អូនអើយគាត់ថានៅចិនថ្លៃខ្លាំងឈើបន្ទាប់ពីនឹងមកខ្ញុំក៏បាននាំគាត់មកភ្លក់ជាមួយនឹងស្រាថ្នាំត្រាំផ្លែឈើ36មុខ40ដូចការ៉េបងប្អូនអើយតើអន់អីស្រាអង្គខ្មែរយើងស្រាសុតមកម៉ែក្មេងខ្ញុំនឹងក៏បានលើកស្រាថែ1គីឡូមកទៀតនេះត្រាំពិសេសឲ្យកូនប្រសាតុងគួយមានណាម៉ាក់ក្មេងមិត្តភ័ក្ដិខ្ញុំគាត់ចូលចិត្តដែរហ្នឹងណាភ្លក់គ្រប់មុខម៉ែចិត្តតាមខ្មែរកាត់អត់ចេះតាមចិនមួយនេះយប់ឡើងពួកយើងក៏នាំគ្នាញ៉ាំបាយជុំគ្នាហើយខ្ញុំប្រាប់គាត់ដែរថាមកស្រុកខ្មែរលើកក្រោយមិនបាច់ក្រែងចិត្តទេនាំមិត្តភ័ក្ដិបងប្អូនគាត់មកលេងសារមទីផ្ទះខ្ញុំមកឲ្យដឹងថាជនជាតិខ្មែរយើងទទួលរាក់ទាក់អញ្ចឹងទោះបីជាពួកគាត់ជាជនបរទេសក៏ដោយយើងរាប់ជាគ្នាឯងរាប់ជាញាតិទាំងអស់តែអ្នករស់រាយរាក់ទាក់ជាងគេហ្នឹងគឺនាងខ្ញុំហ្នឹងហ្មង